ngàyនេះខ្ញុំចេញភ្លក់នឹងគេដែរកុំឲ្យថាអត់ដឹងរសជាតិមកចឹងណាបងប្អូនរសជាតិរៀងជូរជូរដិតប្រហុកបន្តិចហល់ហល់មួយមុខនេះធ្វើជាគ្រឿងក្លែមគឺត្រូវខ្លាំងមែនតែនហ្មងនេះបុកសាច់គោជាមួយ7ខ្ចីបងប្អូនខ្ញុំទៅញ៉ាំក្រៅម្ដងគឺជាប់ចិត្តធ្វើញ៉ាំខ្លួនឯងហ្មងទៅសម្រាប់សាច់គោគឺយើងប្រើជាសាច់ណាដែលផុយល្អហើយធ្វើមិនឲ្យបានកម្រាស់មកស្ដាងល្មមចឹងណាបន្ទាប់មកយើងប្រឡាក់ប្រេងខ្យងបន្តិចម្សៅស៊ុបពីចេងបន្តិចជាមួយនឹងទឹកដោះគោខាប់បន្តិចមកហើយយើងមានខ្ទឹមសពី3កពឹសដំឲ្យបែកប្រឡាក់ចូលជាមួយគ្នាអញ្ចឹងមកដើម្បីវាឈ្ងុយល្អចឹងណាហើយសម្រាប់សាច់របស់ខ្ញុំនេះគឺមានចំនួន3ខាំយើងទុកសាច់ម្ដុំទៅយើងមកបុកគ្រឿងឲ្យហើយយើងប្រើខ្ទឹមស3-4កពឹសទៀតមកបុកវាឲ្យម៉ត់សម្រាប់ម្ទេសវិញបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តទេខ្ញុំបុកម្ទេសឲ្យម៉ត់សិនបានយើងដាក់7ខ្ចីចូលបងប្អូន7ខ្ចីយកអាណាដែលអត់ទាន់មានគ្រាប់បើសិនជាវាមានគ្រាប់ញ៉ាំទៅអាចនឹងល្វីងគ្រាប់វាចឹងទៅហើយ7ហ្នឹងបុកមិនឲ្យម៉ត់ពេកទេបងប្អូនឲ្យនៅរាងដុំបានហើយបន្ទាប់ពីនឹងមកគឺយើងមានប្រហុកអានេះដាក់រាងច្រើនបន្តិចក៏បានដែរណាបងប្អូនឲ្យមានក្លិនរាងឈ្ងុយប្រហុកបន្តិចទៅបន្ទាប់មកយើងលួចទឹកត្រីបន្តិចប៊ីចេងបន្តិចជាមួយនឹងស្ករសបន្តិចមកហើយកុំភ្លេចបន្ថែមក្រូចឆ្មាពី3ចំណិតចូលផងបងប្អូនអានេះទោះបីជា7របស់យើងវាជូរក៏ដោយប៉ុន្តែបើសិនជាយើងអត់ថែមក្រូចឆ្មាទេគឺវាអត់ដិតឆ្ងាញ់ទេហើយសាច់គោរបស់យើងបន្ទាប់ពីផ្អាប់ទុកប្រហែលជាខ្ទង់10នាទីគឺយើងអាចយកវាទៅចៀនបានហើយសម្រាប់ការចៀនគឺចៀនដោយប្រើប៊ឺអញ្ចឹងបានឈ្ងុយល្អប៉ុន្តែបើសិនជាបងប្អូនអត់មានទេអាចប្រើប្រេងឆាធម្មតាក៏បានដែរហើយចៀនគឺចៀនដោយប្រើភ្លើងក្តៅខ្លាំងបងប្អូនបើកវាឲ្យក្តៅខ្លាំងហើយចៀនម្ខាងហ្នឹងប្រហែលជា30វិនាទីទៅ40វិនាទីអីហ្នឹងនិយាយទៅឲ្យវាឆ្អិនតែខាងក្រៅអញ្ចឹងណាប៉ុន្តែខាងក្នុងគឺនៅរាងឆៅទេដូចដែលបងប្អូនបានឃើញអញ្ចឹងអានេះគឺខាងក្នុងគឺនៅក្រហមល្អអញ្ចឹងហ្មងអានេះឆ្អិនប្រហែលជាខ្ទង់60ទៅ70%ទេសម្រាប់សាច់គោតើកាលណាឆ្អិនជ្រោញ៉ាំទៅវារៀងខ្សោះវិញអញ្ចឹងណាហើយស្វិតពិបាកញ៉ាំទៀតអញ្ចឹងហើយយកវានៅរាងឆៅអញ្ចឹងទៅបានឆ្ងាញ់បងប្អូនបន្ទាប់ពីយើងហាន់សាច់គោជាប្រទេសស្ដើងហើយយកវាមកលាយជាមួយនឹងគ្រឿងរបស់យើងមិញគោច្បល់ចូលជាតិសព្វល្អបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តសម្រាប់រសជាតិគឺមិនយកផ្អែមទេបងប្អូនយករាងជូរបន្តិចប្រៃបន្តិចដិតប្រហុកបន្តិចអញ្ចឹងណាបើថារសជាតិហឹរថែមថយបានតាមចំណង់ចំណូលចិត្តទេហើយបន្ទាប់ពីយើងភ្លក់មើលហើយបងប្អូនកុំភ្លេចបន្ថែមខ្ទឹមសហាន់ជាប្រទេសស្ដើងបន្តិចជីអាណាបន្តិចមកនិយាយទៅអានេះហាប្រើជាគ្រឿងក្លែមគឺត្រូវខ្លាំងមែនតើបងប្អូននិយាយទៅញ៉ាំទៅគឺឡើងឆ្ងាញ់ហ្មងខ្ញុំមាន Gainsbourg Snow ក្នុងទូទឹកកកស្រាប់ផងយកមកដាក់មកកំប៉ុង2កំប៉ុងស្រាលស្រួលញ៉ាំជាមួយគ្នាទៅគឺត្រូវខ្លាំងមែនតើហ្មងអានេះយើងចង់ញ៉ាំតទេក៏បានឬក៏បងប្អូនមានផ្ទាប់ជាមួយបន្លែកូនស្ពៃបូកូឬក៏តសក់អីក៏បានដែរក្តឹប7វិញបងប្អូនដាក់រៀងច្រើនតិចមកមិនបាច់ចំភ័យថាខ្លាចជូរទេនិយាយទៅពេលដែលយើងច្បល់វាចូលជាតិទៅគឺត្រូវជាតិគ្នាខ្លាំងមែនតើហ្មងជូរហល់ឈ្ងុយប្រហុកដឹងតែថារសជាតិនឹងមកឆ្ងាញ់